កំណត់ផ្លូវជាតិលេខ7ប្រវែង45គីឡូម៉ែត្រចាប់ពីរង្វង់មូលស្គុនដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាមចំណាយថវិកាជាង$117លានអាមេរិកបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ចាមគឺពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកំណត់ផ្លូវជាតិលេខ7ប្រវែង45.48គីឡូម៉ែត្រចាប់ពីរង្វង់មូលស្គុនដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាមដែលចំណាយថវិកាសរុបជាង$117លានអាមេរិកជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមវ៉ាងវិនពីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលរៀបចំឡើងនៅភូមិព្រៃខ្ជាយឃុំសំរោងស្រុកព្រៃឈរខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី7ខែកក្កដាឆ្នាំ2026នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាកំណត់ផ្លូវជាតិលេខ7ដែលត្រូវបានស្ថាបនាឡើងវិញរួចរាល់និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះមានប្រវែង45.489គីឡូម៉ែត្រជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់9សង់ទីម៉ែត្រនិងបេតុងសរសៃដែកកម្រាស់26សង់ទីម៉ែត្រដោយមានកន្លងផ្លូវធ្វើចរាចរណ៍ចំនួន4កន្លងប្រើប្រាស់រយៈពេលសាងសង់ចំនួន27ខែនិងបានបញ្ចប់ការសាងសង់នៅថ្ងៃទី15ខែមិថុនាឆ្នាំ2026ដោយបានចំណាយថវិកាសរុបជាង$117លានអាមេរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាការស្ថាបនាពង្រីកកំណត់ផ្លូវជាតិនេះឡើងវិញដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឲ្យរឹងមាំធំទូលាយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញជាពិសេសផលិតផលកសិកម្មនិងកសិឧស្សាហកម្មរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តកំពង់ចាមនិងបណ្ដាខេត្តជាប់ព្រំប្រទល់ដែលមានសក្តានុពលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្មនិងការផ្លាស់ប្តូរទំនិញរបស់ប្រជាពលរដ្ឋកំណត់ផ្លូវជាតិលេខ7នឹងផ្ដល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា 15.27% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចមូលដ្ឋានពីការដឹកជញ្ជូនចំណេញពេលវេលានិងការដឹកកសិផលលើសពីនេះកំណត់ផ្លូវជាតិលេខ7ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ដោយភ្ជាប់ការធ្វើដំណើរទៅកាន់ប្រាសាទបុរាណរមណីយដ្ឋានធម្មជាតិនិងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាមសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះស្របតាមសំណូមពរនិងតម្រូវការជាក់ស្ដែងរបស់កម្ពុជាក្នុងការពង្រឹងនិងពង្រីកបណ្ដាញដឹកជញ្ជូនឆ្លើយតបទៅនឹងគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រដ្ឋាភិបាលដែលផ្ដោតលើការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពទាំងក្នុងប្រទេសនិងក្នុងតំបន់ការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីកនិងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យស្របតាមការរីកចម្រើនរបស់កម្ពុជានិងសកលលោកក្នុងឱកាសនោះដែរសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់និងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ7សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាតាមរយៈការបើកបរក្នុងល្បឿនកំណត់ប្រកបដោយការប្រុងប្រយ័ត្ននិងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិជៀសវាងការផ្ទុកលើសទម្ងន់ដែលបណ្ដាលឲ្យខូចខាតផ្លូវនិងស្ពានក៏ដូចជារក្សាកេរដំណែលសម្រាប់ក្មេងៗជំនាន់ក្រោយផងដែរ